ជាដំប្រាំនីតិចុងក្រោយនេះនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងការថែcareសុខភាពរបស់អស់លោកលោកស្រីអញ្ចឹងខ្ញុំសួរថាអស់លោកលោកស្រីចង់បានសុខភាពដែលល្អទេលោកស្រីចាអញ្ចឹងសង្ឃឹមថាបងប្អូនមានតាមចិត្តស្ដាប់បានប្រព្រឹត្តនោះអ្នកទាំងអស់នេះនឹងទទួលបានអត្ថប្រយោជន៍ច្រើនក្នុងការ take care សុខភាពអស់លោកលោកស្រីអ្នកនាងកញ្ញាបែប100%អញ្ចឹងត្រៀមជួបដុកទ័រវ័យក្មេងហើយឡើយចាអញ្ចឹងក៏សូមតែដៃក្នុងខាងជួបដុកទ័រ Eric ណាចាបាទសូមជម្រាបសួរម្ដងទៀតណាឥឡូវនេះមកដល់វគ្គសុខភាពណាបាទចង់ដឹងថាតើប្រដាប់របស់យើងបាទវាមានគុណភាពបែបណានឹងអាចជួយយឺតយងសុខភាពអស់លោកស្រីរាល់ដងនៅពេលដែលឈឺទៅហ្វាម៉ាស៊ីគេមានពិសោធន៍ឲ្យអស់លោកស្រីអត់ទិញថ្នាំដាក់ចូលមាត់តែម្ដងទេណាបាទហើយដឹងថាថ្នាំពុលបាទប៉ុន្តែហ៊ានដាក់ចូលក្នុងខ្លួនមែនទេបាទអញ្ចឹងថ្ងៃនេះដើម្បីកុំឲ្យមានការងឿយឆ្ងល់ថាថ្នាំនេះញ៉ាំទៅពុលឬក៏អត់គឺជាផលិតផលបែបថ្មីសម្រាប់ក្រុមហ៊ុន University គេហៅថា Neutral Certical ជាផលិតផលដែលមានសុវត្ថិភាពបំផុតទោះបីជាអស់លោកស្រីមិនមែនជាដុកទ័រក៏ដោយប៉ុន្តែអាចណែនាំឲ្យបងប្អូនរបស់យើង take care សុខភាពបានដោយសារអីវាមានដូសរបស់វាកម្រិតប៉ុន្តែទោះបីជាញ៉ាំលើសដូសក៏មិនមានផលប៉ះពាល់ដល់សុខភាពដោយសារវាជាផលិតផលបែបធម្មជាតិវាត្រឹមតែមិនបានបំពន់អ្វីគ្រាន់តែចេញមកវិញតាមការបាត់ជើងយើងតែប៉ុណ្ណោះប៉ុន្តែអត់មានផលប៉ះពាល់ខុសពីថ្នាំពេទ្យឧទាហរណ៍ថ្ងៃនេះប៉ារ៉ាគេឲ្យយើងញ៉ាំមួយថ្ងៃណាគ្រាប់5គ្រាប់មែនទេបាទបើលើសមួយយ៉ែមានផលប៉ះពាល់ក្រិនខ្លាំងខូចតម្រង់នោមមែនទេអញ្ចឹងបើអ្នកឧទាហរណ៍ថាដុកទ័រចេញឲ្យយើងញ៉ាំប៉ារ៉ាមួយថ្ងៃ10គ្រាប់ហ៊ានញ៉ាំអត់ហេតុអីខ្លាចស្លាប់ប៉ុន្តែដុកទ័រចេញញ៉ាំណាញ៉ាំអត់ញ៉ាំក៏អត់ដឹងថានឹងស្លាប់ឬក៏អត់ទេព្រោះដុកទ័រចេញមកគឺគាត់មានជំនាញហ្នឹងមែនទេបាទចុះថ្ងៃណាមកគាត់ខឹងមួម៉ៅពីណាគេមកទៅជាបាយយើងឲ្យបាច់អញដាក់ឲ្យ10គ្រាប់ចប់មិនដែរមានទេបាទវាអាចចឹងព្រោះអីគាត់គឺជាមនុស្សអត់គាត់ជាមនុស្សគាត់ពេលខ្លះក៏អាចមានការថ្លឹងថ្លែងទៅវាខុសណោះប៉ុន្តែថ្ងៃនេះគឺយើងមកពិសោធន៍ជាមួយគ្នាថាបើផលិតផលមួយយើងឲ្យញ៉ាំត្រឹម10គ្រាប់ហើយស្រាប់តែញ៉ាំដល់20គ្រាប់30គ្រាប់អត់ពុលអញ្ចឹងវាមានសមត្ថភាពអត់មានអត់អញ្ចឹងថ្ងៃនេះគ្រប់ផលិតផលរបស់ University ទាំងអស់មួយកំប៉ុងគឺគេបែងចែកជាមួយខែងាយស្រួលទទួលទានថាបើថ្ងៃនេះមកកំប៉ុងមាន30គ្រាប់យើងមួយថ្ងៃញ៉ាំ1គ្រាប់អញ្ចឹងញ៉ាំ1គ្រាប់ទេអញ្ចឹងឲ្យគ្រប់មួយខែតោះនេះបាទចុះបើ60គ្រាប់មួយថ្ងៃញ៉ាំ2គ្រាប់មែនទេឲ្យបានមួយខែតោះនេះបាទចុះបើ90គ្រាប់មួយថ្ងៃញ៉ាំ3គ្រាប់អើត្រូវហើយណោះបាទដើម្បីបានមួយខែចុះបើ300គ្រាប់មួយថ្ងៃញ៉ាំ1គ្រាប់10គ្រាប់តោះនេះបាទអញ្ចឹងមានផលិតផលមួយដែលខ្ញុំនឹងមកពិសោធន៍ជាមួយគ្នាគឺជាផលិតផលបាល់ស៊ីសូមយ៉ាជួយលើកបាល់ស៊ីបាទគឺជាផលិតផលដែលជួយធ្វើឲ្យសាច់ឈាមសថ្លាបំបត្តិអាឡែហ្ស៊ីជាពិសេសអ្នកដែលសាហៀសបោឬក៏ក្មេងៗដែលសាអាឡែហ្ស៊ីរីតងសួតហើយចំពោះមនុស្សចាស់សម្រាប់អ្នកដែលកើតហឺតអ្នកដែលគាត់ឈឺក្បាលជាប្រចាំឬក៏អ្នកដែលស្ពឹកចុងដៃចុងជើងនៅពេលដែលញ៉ាំហើយនឹងវានឹងធ្វើឲ្យទាំងក្មេងទាំងចាស់បំបត្តិការឬក៏បន្ធូរបន្ថយនឹងការកើតហឺតតែម្ដងឬក៏អ្នកដែលមានបញ្ហាអាឡែហ្ស៊ីជាមួយនឹងតងដង្ហើមបាទដោះសាច់ច្រមុះគាត់អាចញ៉ាំបាល់ស៊ីនេះមួយថ្ងៃ10គ្រាប់ជារៀងរាល់ថ្ងៃអស់មួយកំប៉ុងចូលដល់ខែទី2ញ៉ាំអស់មួយកំប៉ុងទៀត2ខែគឺជាដាច់ស្រឡះហើយក្មេងៗគឺលេងលក់មកវិញទៀតហើយអស់លោកស្រីធ្លាប់យកឆ្នាំផ្ដាសាឲ្យក្មេងៗញ៉ាំទេពេលញ៉ាំវិជាមែនទេស្រាប់2 3អាទិត្យក្រោយមិនតាន់ទេឈឺទៀតហើយក្មេងឈឺច្រើនមែនទេបាទអញ្ចឹងឲ្យយកគាត់យកបាល់ស៊ីយកទៅញ៉ាំជាប្រចាំអស់2កំប៉ុងគាត់លេងអីទេប៉ុន្តែចំពោះក្មេងគាត់ញ៉ាំមួយថ្ងៃត្រឹម5គ្រាប់គឺគ្រប់គ្រាន់របស់គាត់ហើយណោះក្នុងកំប៉ុងបាល់ស៊ីនេះក្នុងមួយគ្រាប់ស្មើនឹងផ្លែក្រូច10ផ្លែអញ្ចឹងបើយើងញ៉ាំមួយថ្ងៃ10គ្រាប់ស្មើនឹងផ្លែក្រូច100ផ្លែតើនេះបាទអញ្ចឹងថ្ងៃនេះក្នុងដូបរបស់វាដាក់300គ្រាប់ក្នុងមួយកំប៉ុងអញ្ចឹងបានថាមួយថ្ងៃយើងញ៉ាំ1គ្រាប់10គ្រាប់ខ្ញុំនឹងអញ្ជើញមនុស្សម្នាក់ដែលគាត់ស្ម័គ្រចិត្តមកញ៉ាំម្ដង20គ្រាប់តែម្ដងណាគេជាបកគលបាទមកអូខេមកគាត់ខាត់ក្រោយបាទអញ្ចឹងជួយឲ្យសូរិយាចាក់ឲ្យគាត់20គ្រាប់ឲ្យគាត់ញ៉ាំជាមួយនឹងទឹកតែដែរជួយដល់បងស្រីផងដែរបាទជាទូទៅបើឆ្នាំប៉ារ៉ាវិញញ៉ាំម្ដង20គ្រាប់ហ្នឹងមិនដែរបាទបាយពុំគាត់ទេមែនទេបាទឥឡូវយើងចាំតាមដានជាមួយបងស្រីញ៉ាំ20គ្រាប់ឲ្យ15នាទីក្រោយមកតែគាត់នៅធម្មតាឬក៏អត់គ្រូស៊ីធៀមលេខទូរស័ព្ទឡានពេទ្យឲ្យលោកស្រីមកមានបញ្ហាអីទេមករាវភ្លាមតែម្ដងអូខេណាបាទមិនលេខមកសម្រាប់ខ្លួនទេណាវាគាត់សាក់ទៅផលសាក់ស្អីច្រើនអូខេអញយកទៅដំទៅតែម្ដងណាបាទតែឲ្យជូនគាត់ផងដែរបាទយើងទៅជួយរៀនដូចបានបាទចាំមើល5ដងទៀតតើវាមានបញ្ហាអីអត់លោកស្រីត្រៀមលេខឡានតែទៅហើយលោកស្រីបាទជាងគឺជាផលផលបាល់ស៊ីបន្តមកទៀតខ្ញុំចង់ណែនាំពីឈុតលៀងសម្រាប់បុគ្គលដែលគាត់ចង់លៀងអស់លោកស្រីស្រឡាញ់សរសៃឈាមអត់ស្រឡាញ់
ឆ្លាញ់ខ្លោមែឆ្លាញ់កាពះពូវៀនទេតែលៀងម្ដងនៅចូលមួយឆ្នាំលៀងតែម្ដងចំណាយលុយតិចតួចព្រមលៀងអត់ចឹងខ្ញុំណែនាំពីផលិតផលមួយគេហៅថា chlorophyll គឺជាម្សៅទឹកពណ៌បៃតងអស់លោកស្រីឃើញទឹកពណ៌បៃតងនេះទេបាទមិនសាំងទេណាគឺគេហៅថាម្សៅ chlorophyll វាផ្សំចេញពីផ្កា alfalfa មានឫសបុកទៅជ្រៅបាត់អំបិលខាងលិចបានបដូរមកវិញគឺជាការបង្កើតនូវកូលីកាឈាមក្រហមនៅពេលដែលលោកស្រីញ៉ាំជាប្រចាំវានឹងបញ្ចុះជាតិអាស៊ីតសម្រាប់បុគ្គលដែលគាត់ឈឺស្លាក់ដៃស្លាក់ជើងជារៀងរាល់ថ្ងៃសម្រាប់បុគ្គលទឹកនោមផ្អែមលើឈាមញ៉ាំហើយវានឹងមិនឲ្យគាត់មានដំបៅខ្លាយបន្ទាប់មកទៀតសម្រាប់ស្ត្រីដែលមករដូវមិនទៀងឬកំពុងតែបាត់រដូវក្នុងរយៈពេល2ទៅ3ខែនេះគាត់បារម្ភថាគាត់អស់រដូវញ៉ាំហើយវានឹងមកវិញទៀងទាត់គ្រប់ពេលវេលាយើងមានបុគ្គលដែលគាត់ឡើងមកចែកម្លែកពីបញ្ហា chlorophyll នេះហើយមែនទេបាទសំខាន់ chlorophyll គឺជាភាសាអុកស៊ីហ្សែនអាចយកមកធ្វើជាម៉ាស់បិទមុខបានទៅទៀតដើម្បីព្យាបាលស្បែកដែលឡើងអាចរុយឬស្បែកស្គ្រីមក្រោះបាទ chlorophyll នេះគឺជួយបញ្ចុះជាតិគេហៅថាជាតិ cholesterol ពីសរសៃឈាមអញ្ចឹងនៅពេលដែលញ៉ាំជាប្រចាំវាបង្កើតអុកស៊ីហ្សែនរហូតដល់ 70% ញ៉ាំហើយនឹងធ្វើឲ្យលោកស្រីមានខួរក្បាលមួយដែលស្រស់ថ្លាបំប្រងអត់មានខ្មួខ្មាញ់ស្តុករាល់ថ្ងៃឲ្យលោកស្រីមានអារម្មណ៍មួយដែលថាបើភ្នែកឡើងពឹកធ្ងន់ខ្លួននេះលោកស្រីធ្លាប់មានទេបាទពេលខ្លះងើបមកបាច់ចង់ដួលទៅវិញមានទេបាទដោយសារឲ្យលោកស្រីមានជាតិ cholesterol ឬជាតិអាស៊ីតអញ្ចឹងនៅពេលដែលញ៉ាំ chlorophyll នេះជាប្រចាំវាជាភាសាពិសេសដោយសារអីទោះបីជាទឹកសុទ្ធមួយដបនេះឲ្យលោកស្រីជឿថាវាសុទ្ធបរិសុទ្ធបាទវាពោពេញទៅដោយអីគេបាទអាចនឹងមានជាតិកំបោរឬនៅពេលដែលដឹកតាមឡានមកគេមានគ្រប់ទុកត្រឹមត្រូវអត់5ថ្ងៃមែនទេបាទអញ្ចឹងខូចគុណភាពទឹកហ្នឹងនៅតែអ្វីដែលចូលទៅក្នុងទឹកហ្នឹងគឺជាជាតិជ័រដែលចេញពីកណ្ដុងណោះវាអាលីចេញពីជ័រហ្នឹងចូលទៅក្នុងទឹកមែនទេបាទអញ្ចឹងយើងផឹកជ័រហ្នឹងមែនទេបាទទីបំផុតយើងនឹងកើតមហារីកធ្ងន់ធ្ងរអាហ្នឹងហើយទឹកគេសរសេរដាក់ក្នុងទឹកហ្នឹងគេប្រាប់ឲ្យមិនបាទថែរក្សានៅកន្លែងដែលក្រោមសីតុណ្ហភាព30អង្សាមែនទេបាទបាទប៉ុន្តែមិនដែរដាក់5ថ្ងៃលើ30ឬក្រោម30លើបាទប៉ុន្តែយើងយកទឹកអូអានេះបរិសុទ្ធឆុងឲ្យតកូនក្មេងញ៉ាំទៀតមែនទេឈឺលើដើមអាលៀកកាពះពោះវៀនណោះប៉ុន្តែនៅពេលដែលយើងបង់ chlorophyll ចូលទៅវានឹងបន្សាច់ជាតិជ័រទាំងអស់បាទហើយញ៉ាំមកវិញគឺទឹកអុកស៊ីហ្សែនដូចទឹកអេវីយ៉ងដែលឲ្យលោកស្រីញ៉ាំអញ្ចឹងមកដល់2 3រៀលយើងមានលុយណាញ៉ាំមែនអត់ប៉ុន្តែបើញ៉ាំទឹកអេវីយ៉ងរងថ្ងៃស្អាតទេស្អាតអញ្ចឹងយើងញ៉ាំយកម្សៅនេះមកស្រាប់ព្រីកាហ្វេលាយជាមួយនឹងទឹកណោះ1លីត្រញ៉ាំមួយថ្ងៃបាន2លីត្រអស់លោកស្រីនឹងភ្នែកភ្លឺលេងញញោមណោះបាទជាបាភ្នែកភ្លឺបញ្ចុះជាតិអាស៊ីតក្មេងៗញ៉ាំហើយគឺគាត់នឹងមានការរៀនច្បាស់ឆ្លាតណាបាទបន្តមកទៀតអានេះគឺអាចញ៉ាំជាមួយទឹកសុទ្ធបានធម្មតាហ្មងចំពោះអ្នកដែលមានគ្រោះក្នុងដំណងនោមក្រម5លីញ៉ាំអស់រយៈពេល15យប់ជាប់គ្នាបូកជាមួយនឹងការលោតហាត់ប្រាណស្គាល់លោតហាត់ប្រាណទេបាទរត់វានឹងធ្លាក់មកតាមការបាត់ជើងទាំងអស់ណាបាទបន្តមកទៀតគឺ Nature Tea Nature Tea គឺជាផលិតផលតែយុគអានេះមួយឆ្នាំប្រើអស់ទៅប្រអប់នឹងប្រើតែម្ដងទេសម្រាប់ពេលមួយខែប្រើហើយគឺលាងកោសិកាមហារីកអត់រស័យខ្លាច់កើតមហារីកទេខ្លាច់កើតដុំគីទេវាគឺជាវ៉ាក់សាំងណាតែនេះគឺជាវ៉ាក់សាំងការពារមហារីកតើអ្នកលោកស្រីអត់រស័យចាក់ថ្នាំការពារថ្លើមអស់ប៉ុន្មានបាទធ្លាប់ចាក់ថ្នាំការពារថ្លើមអត់ធ្លាប់មកអស់ប៉ុន្មានបាទ30ទៅ$40មែនទេបាទនេះគឺជាវ៉ាក់សាំងការពារមហារីកប៉ុន្តែអស់$28មកប្រអប់នឹងមួយឆ្នាំណោះបាទសម្រាប់ពេលមួយឆ្នាំណាបាទក្នុងម្នាក់ប្រើប្រាស់មួយថ្ងៃតែមកកញ្ចប់ឆុងដូចទឹកតែយើងញ៉ាំធម្មតារសជាតិដូចទឹកតែបែបបិទតែម្ដងញ៉ាំពេលពោះទំនេរមុនឬក្រោយអាហារ1ម៉ោងអត់ឲ្យពាក់ព័ន្ធមួយអាហារតើអ្នកលោកស្រីញ៉ាំពេលព្រឹកក៏បានពេលថ្ងៃក៏បានឲ្យតែទំនេរឆុងមួយថ្ងៃញ៉ាំតែមកកញ្ចប់បានហើយអស់30កញ្ចប់មួយឆ្នាំក្រោយញ៉ាំទៀតការពារការជំងឺគីសជំងឺគេហៅថាឡើងកូនកដោរលាកកូនកដោជំងឺរបេងជំងឺមហារីកជំងឺដុសសាច់ណាវានឹងរួញមកវិញទាំងអស់តែម្ដងល្អអីចឹងបាទចង់ចាក់វ៉ាក់សាំងឲ្យក្រុមគ្រួសារយើងអត់ព្រោះថ្ងៃនេះអស់លោកស្រីហេតុអីបើយើងចាក់វ៉ាក់សាំងរឿងហ្នឹងអស់លោកស្រីហាត់ផ្សាយណាំផ្សាយម៉ូតូរាល់ថ្ងៃអត់ហាត់អីបាទឡើងជាតិកបោនឹងធ្វើឲ្យអស់លោកស្រីមានការកាត់នៅរ៉ាឌីកាល់សេរីនៅពេលដែលកាត់ជារ៉ាឌីកាល់សេរីគឺកោសិកាមហារីកវាបណ្ដាលនៅក្នុងឈាមប្រព័ន្ធទឹករហ័យរបស់អស់លោកស្រីនៅពេលដែលវាប៉ះចំសួតវាកាត់មហារីកសួតប៉ះចំថ្លើមវាកាត់មហារីកថ្លើមវាបណ្ដាលនៅក្នុងប្រព័ន្ធទឹករហ័យរបស់យើងរៀបរាប់ជាស្រេចនៅក្នុងបន្ទប់នេះមានទាំងអស់គ្នាអត់រួចខ្លួនទេណោះថ្ងៃនេះយើងចង់លៀងវាចេញឲ្យអស់ហើយចង់អីបាទប្រើប្រាស់តែមួយនឹងម្ដងបើប្រអប់មួយឆ្នាំក្រោយចាំលៀងម្ដងទៀតព្រោះអីមួយឆ្នាំក្រោយគឺវាចាប់ផ្ដើមកើតអកលសកម្មមហារីកមកទៀតទេតើអ្នកអស់លោកស្រីព្រោះយើងហាត់ដកដង្ហើមរាល់ថ្ងៃបើអស់លោកស្រីចាំកើតមហារីកដកកុំដកដង្ហើមតែយើងអត់ដកដង្ហើមកើតអត់ព្រោះយើងត្រូវការដកដង្ហើមរាល់ថ្ងៃហ៊ានដកដង្ហើមអាខ្យល់នឹងវាពុលទៅវាកើតមហារីកអស់លោកស្រីតើនេះបាទហើយថ្ងៃនេះនៅពេលដែលចាប់ការងារ9គ្នាញ៉ាំសាច់អាំងឬញ៉ាំបន្លែផ្លែឈើបាទពេលចាប់ការងារប៉ឹកពួកម៉ាក់តោះទៅញ៉ាំបន្លែផ្លែឈើ
ពួកម៉ាក់ទៅញ៉ាំសាច់អាំងទៅនេះមែនទេបាទទៅមែនទេបាទអត់ទេហៅម៉ែវាសិនមកពូជទៅអត់មែនអត់កើតមហារាជទាំងពូជណោះបាទអញ្ចឹងនេះគឺមានតែថ្ងៃញ៉ាំបានព្រោះអីវាជាសក្តិសុខប្រចាំគ្រួសាររបស់យើងប៉ុន្តែញ៉ាំហើយការពារផងអូខេអត់បាទនេះគឺជាបណ្ដាការពារបន្តមកទៀតគឺ Nutrition Infusion គឺជាផលិតផលលាងពោះវៀនរបស់យើងដូចជាធុងសម្រាមអញ្ចឹងអស់លោកស្រីដាក់អីគេខ្លះក្នុងហ្នឹងបាទកាពីផ្អកកកោមែនទេបាទការីមែនអស់លោកស្រីបាទបើសិនជាធុងសម្រាមវិញដាក់ប៉ុណ្ណឹងចូលបិទគ្របទុកមក1ខែទៅ1ឆ្នាំពីការនេះក្នុងហ្នឹងតើចាប់ធំសម្រាប់ក្នុងពោះយើងបាទពោះធំនេះដាក់ប្រហែលឆ្នាំហើយតាំងពី1ឆ្នាំរហូតដល់30ឆ្នាំជាងមែនទេបាទដែលលាងម្ដងនៅនឹងឯងតែកាត់គុញពេញនឹងតែម្ដងបាទសត្វល្អិតព្រូនទេញ៉ាពេញនឹងតែម្ដងអាហ្នឹងដែលធ្វើឲ្យលោកសិនអ្នកការដាក់នេះគឺរមាស់ណោះរមាស់ជាប្រចាំឡើងប្រទានតាអ្នកខ្លះឈឺក្បាលជាប្រចាំធ្វើឲ្យគាត់មករដូវមិនទៀងដោយសារកាយតែពោះវៀនកាពេលរបស់គាត់អត់ល្អដូចគ្នាណោះអញ្ចឹងនៅពេលដែលចាប់ផ្ដើមប្រើយូរតែនេះគឺប្រើរយៈពេល3ទៅ6ខែបានតែម្ដងទេឬក៏មួយឆ្នាំប្រើបានតែ2ដងទេជាមួយនឹងការលាងពោះវៀនណោះមកប្រអប់នេះគឺមកចាប់ទៅគិតទៅ3500រៀលអីមកចាប់ទុយរបស់វាចឹងធូរថ្លៃឲ្យលោកស្រីប្រើប្រាស់ឲ្យលាងពោះវៀនមួយថ្ងៃយើងប្រើតែម្ដងមុនពេលចូលសម្រានឆុងពី3ទៅ5នាទីជាមួយទឹកក្តៅអត់ឆុងមួយទឹកត្រជាក់អីណោះបាទហើយមានកញ្ចប់តែរបស់វាសសដាក់ចូលទៅ3នាទីដកតែនឹងចេញញ៉ាំតែម្ដងហើយកេងទៅមក6មក7បន្តនេះហើយឲ្យលោកស្រីទៅលាងកាពែពោះវៀនក្នុងបន្ទប់ទឹកអីទៅអង្គុយបាច់អត់ចាំបាច់ប្រឹងមកឯងឈូមកទាំងអស់ពណ៌ឡើងខ្មៅហើយអាចនឹងមកជាមួយនឹងសត្វអត់រស់តែម្ដងណោះក្នុងរយៈពេល3ទៅ4ថ្ងៃដំបូងគឺពណ៌ខ្មៅហើយស្អុយខ្លាំងមែនតើប៉ុន្តែថ្ងៃទី4ថ្ងៃទី5ថ្ងៃទី6រហូតដល់ថ្ងៃទី15ស្អាតចេះតែម្ដងចាប់ពីថ្ងៃទី15រហូតដល់ថ្ងៃទី30លាងបន្ត15ថ្ងៃចោលតទៀត3ខែទៅ6ខែក្រោយចាំយើងប្រើមកប្រអប់ទៀតតើណាលោកស្រីបាទនៅពេលនឹងឯងប្រើហើយគឺយើងលែងមានបញ្ហាជំងឺឬដងបាតជំងឺទល់លាមកជំងឺបាត់ជើងបាត់ជើងឈាមណោះឬក៏ជំងឺគេហៅថាញៀនមានតែញៀនថ្នាំញៀនបារីញៀនស្រាគឺគាត់ផ្ដាច់បានទាំងអស់ជាមួយការលាងនេះណោះបាទបន្តមកទៀតគឺការលាងជាមួយនឹងសត្វអត់ផារ៉ាវេបាទនេះកំប៉ុងផារ៉ាវេមើលក្នុងរូបក្នុងថងខមវាជាផលិតផលបណ្ដេញសត្វល្អិតព្រោះថ្ងៃនេះមានអ្នកដែលសម្លាប់សត្វល្អិតជារៀងរាល់ខែ3ខែម្ដងឯងមានទេបាទថ្ងៃនេះសត្វល្អិតនៅក្នុងពោះវៀនមានតែ 30% ឯងហើយយើងសម្លាប់បានតែក្នុងពោះវៀនហ្នឹងឯង 70% ទៀតនៅក្រៅពោះវៀនទាំងអស់មាននៅក្នុងថ្លើមមាននៅក្នុងក្រពះមាននៅក្នុងកោសិកាប្រស្រីភ្នែកមាននៅក្នុងសរសៃឈាមមាននៅក្នុងបេះដូងយើងចាប់បដិវាចេញមកអស់ហ៎ចង់យើងប្រើប្រាស់តែ Paraway Plus នេះមួយឆ្នាំប្រើប្រាស់តែម្ដងទេបាទញ៉ាំអស់មកកំប៉ុងហ្នឹងមួយឆ្នាំក្រោយចាំប្រើម្ដងទៀតប៉ុន្តែក្មេងលើពី12ឆ្នាំទៅអាចប្រើប្រាស់បានស្ត្រីពោពោះនិងបំរើដល់កូនហាមប្រើដូចគ្នាមួយថ្ងៃហាមញ៉ាំលើ5គ្រាប់ណោះអានេះផ្សំចេញពីអីគេខ្ជាយស្គាល់លោកស្រីស្គាល់ម្រេចទេខ្ទឹមសស្គាល់ហ៎ជីអង្កាមស្គាល់ហ៎ហើយនឹងគ្រាប់ល្ពៅ5មុខហ្នឹងគឺជាការបុកបន្សំចូលគ្នាក្នុងមួយគ្រាប់ស្មើនឹងផលិតផលទាំង5មុខបុកចូលគ្នាក្នុងមួយមុខគឺកន្លះគីឡូណោះបាទអញ្ចឹងនេះបើអត់ចង់ញ៉ាំអាហ្នឹងទៅញ៉ាំអាបាយធម្មជាតិខ្ទឹមកន្លះគីឡូម្រេចកន្លះគីឡូខ្ជាយកន្លះគីឡូជីអង្កាមកន្លះគីឡូហើយនឹងគ្រាប់ល្ពៅកន្លះគីឡូបុកចូលគ្នាញ៉ាំក្នុងមួយថ្ងៃហើយញ៉ាំ30ថ្ងៃជាប់គ្នាធ្វើរួចអត់តែម្រេចកន្លះគីឡូហ្នឹងទៅមិនរួចមែនទេបាទប៉ុន្តែនេះដាក់មកគ្រាប់គឺស្មើនឹងតែម្ដងតើអ្នកលោកស្រីអញ្ចឹងយើងញ៉ាំ30ថ្ងៃហើយមួយឆ្នាំក្រោយយើងប្រើម្ដងទៀតគេហៅថា Paraway បណ្ដេញមកតាមលក្ខណៈរស់តែម្ដងណោះបាទចេញមកបាត់ជើងមកគឺចេញមកល្វើពេញនឹងតែម្ដងណាសម្រាប់អ្នកដែលគាត់ព្រូនច្រើនអាចនឹងពេលខ្លះចេញមកតាមមាត់ណោះបាទគឺខ្ញុំធ្លាប់ប្រើទៅលើអ្នកបុកគេការនីរោងចក្រណាកម្មការនីរោងចក្រគាត់ញ៉ាំអីគេពីច្រើនញ៉ាំលៀហារបស់អាប់នៅពេលគាត់ញ៉ាំអស់កន្លះកំប៉ុងដឹងគាត់មិនអីបាទល្អស្អីអួតចេញមកទាំងអាហ្នឹងតែម្ដងវែងមែនតើណោះបាទអញ្ចឹងថ្ងៃនេះយើងដឹងថាពួកយើងមានអាហ្នឹងអត់ដឹងអីបាទមានបើយកដៃលាងផងហ្នឹងមែនអត់បាទយើងអាចជ្រើសយកលាងបានណោះមកកំប៉ុងវា$28បាទអញ្ចឹងថ្ងៃនេះលាងទាំង5ប្រព័ន្ធនេះអស់យ៉ាងច្រើន$100ប៉ុន្តែមួយឆ្នាំក្រុមគ្រួសារយើងមានសុខភាពល្អថ្លៃអត់ប្រហែលជាយើងចូលពេទ្យម្ដងអស់100បាតមែនអត់ស្រីបាទចឹងថ្ងៃនេះក៏បន្តទៀតជាមួយនឹងភេសជ្ជៈកម្លាំងនៅពេលអស់លោកស្រីធ្វើការអស់កម្លាំងវាច្រើនស្គាល់ហើយបាទស្គាល់អស់នេះហ៎បាទអីគេហ្នឹងបាទនេះបាទខារ៉ាបាវនេះនេះឆ្ងាញ់អត់ឆ្ងាញ់នៅពេលដែលញ៉ាំទៅមានកម្លាំងអត់ឥឡូវមកផ្សំមួយគ្នាថាតើភេសជ្ជៈអស់នឹងពោពេញទៅដោយជាតិស្ករឬក៏ជាតិមីនេរ៉ល
បើសិនតែវាមានជាតិរ៉ែច្រើនមានរ៉យច្រើនវានឹងធ្វើឲ្យលោកស្រីមានកម្លាំងបែបធម្មជាតិប៉ុន្តែបើមានតែជាតិស្ករវាយកស្ករទៅបំលែងឲ្យលោកស្រីបានធម្មពលតោះនេះចុះបើប្រើស្ករនឹងអត់អស់ទៅជាអីបាទទឹកនោមផ្អែមតោះនេះបាទបាទអញ្ចឹងនេះជាមួយនឹងភេសជ្ជៈកម្លាំងដូចគ្នាគឺភេសជ្ជៈ Revive ជួយលើផងគឺជាភេសជ្ជៈព្យាបាលជំងឺក្រពះពោះវៀនទៅនាម6 10អ្នកដែលឈឺក្រពះពោះវៀនអត់ដាច់ដកយក16 10នឹងមកដូរយកលុយវិញតោះនេះបាទថាបើ guarantee ឲ្យចឹងព្រមប្រើអត់6 10នេះផ្សំចេញមកពីរ៉ែ64មុខហើយនឹងមើមឈើ64ប្រភេទចូលគ្នាហើយវាមានពោពេញទៅដោយជាតិរ៉ែអស់លោកស្រីញ៉ាំទៅអត់មានជាតិផ្អែមអីសំបីតែបន្តិចប៉ុន្តែជូរតិចដូចកាំងបីជូរស្រួលញ៉ាំទេបាទថ្ងៃនេះយើងមកពិសោធន៍ជាមួយគ្នាញ៉ាំអស់លោកស្រីធម្មតាអស់កម្លាំងអស់លោកស្រីញ៉ាំវាតែពីកម្រងបបបានអត់ចាំបាច់ញ៉ាំរហូតដល់មកកំប៉ុងធំអញ្ចឹងទេឥឡូវយើងមកពិសោធន៍ជាមួយនឹងភេសជ្ជៈនៅលើទីផ្សារជាមួយនឹងភេសជ្ជៈ Revive នេះតើមួយណាដែលមានជាតិរ៉ែមួយណាដែលគ្មានជាតិរ៉ែមានតែជាតិស្ករសអាហ្នឹងដើម្បីឲ្យលោកស្រីចាប់ផ្ដើមដឹងថាតើខ្ញុំគួរថែcareសុខភាពបែបម៉េចមានក្មេងៗខ្លះអត់មានអាហ្នឹងញ៉ាំបាតឆ្ងាញ់មែនទេអូស្រីអត់មានអញ្ចឹងញ៉ាំបាតឆ្ងាញ់ជាពិសេសកូកាកូឡាមែនអូស្រីបាទដឹងឯងញ៉ាំហើយគឺពុកឆ្អឹង 100% តែម្ដងណាបាទអញ្ចឹងសូមឲ្យនេះយើងមិនធ្វើឲ្យយើងចាក់ហេតុ Revive ពីកម្រង10ហើយចាំចាក់បាក់បានស្មើគ្នាបាទហើយឯខ្ញុំចង់ពិសោធន៍មួយនឹងដោយសារអីបងប្អូនប្រុសរបស់ខ្ញុំគឺអាយុ19ឆ្នាំបាទញ៉ាំកូកាជារៀងរាល់ថ្ងៃមួយថ្ងៃអត់តិចជាង3កំប៉ុងទេព្រឹកថ្ងៃល្ងាចអត់កូកាគាត់ញ៉ាំបាយឆ្ងាញ់អញ្ចឹងអ្នកតែដោយសារចង់ឲ្យគាត់ញ៉ាំបាយឆ្ងាញ់ទិញកូកាគាត់ញ៉ាំបាទថ្ងៃមួយធ្វើតេស្តរកឃើញដោយចៃដន្យពុកឆ្អឹង 97% អាយុ19ឆ្នាំកូនដុកទ័រពុកឆ្អឹង 97% គាត់ទាត់ក៏បាក់ដែរ2 3កណាត់បាត់ដែរបាទអញ្ចឹងយើងចាក់បាត់បាននេះគឺជាទឹក Revive បាទទឹកដាក់ Revive លើក្រោយមកបាទហើយទឹកទី2គេបាទ150ទី3គឺអីទៅខារបាយដាក់ស្មើគ្នាបាទទី4បាកាបាទទី5 Sting អូខេអញ្ចឹងសូមឲ្យ mentor ជួយកាត់ line អូខេចាំជួយបិទបាយទៅដោតហើយអូខេពីភ្លើងទេបាទបាទអញ្ចឹងថ្ងៃនេះខ្ញុំឲ្យគាត់បិទសិនបាទហេតុអីបានយើងដាក់ទៅគាត់ជិះភ្លើងជាទូទឹកដែលមានសារធាតុរ៉ែវានឹងឆ្លងអគ្គិសនីមែនណាអូស្រីបើទឹកមានតែជាតិស្ករវាចម្លងឲ្យបន្តិចបំផុតឬបើថាថ្ងៃនេះមានតែជាតិស្ករសុទ្ធតែម្ដងមានជាតិរ៉ែវានឹងមិនភ្លឺតែម្ដងតោះណាអូស្រីអញ្ចឹងយើងអាចពិសោធន៍ជាមួយជាតិរ៉ែបានឥឡូវនេះយើងពិសោធន៍ជាមួយនឹង Sting មុនគេណាបាទសូមឲ្យបាត់ភ្លើងមានទេបាទតែទីមែនតែនទេបាទបាទអញ្ចឹងបានថា Sting មានជាតិរ៉ែដែរមិនតិចមែនតែនហ្មងមានតែជាតិស្ករច្រើនជាងបាទហើយប្រយ័ត្នឆក់ទៅដុកទ័របាទទី2គឺគេអស់លោកស្រីបាទកាំងទេបាទល្បីហ៎ល្បីជាង Sting ឬល្បីតិចជាង Sting ល្បីជាងមែនទេបាទអូយពេញនិយមជាមួយនឹងបងតកងឡានមែនទេបាទលើជាយ៉ាងនេះទេហ៎អូខេបិទនៅបាទទី3បាយគេបាទបាយលើតិចលើហ៎បាទបាយថាគាត់មានវីតាមីនណោះគាត់មានជាតិវីតាមីនបាទបន្ទាប់មកគេបាទ150អូអូខេឥឡូវយើងមើលចុងក្រោយគេបាទ Revive មកក្រុមហ៊ុន Unicity